ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់គ្រឿងម្ជូរស្រស់មួយហើយក៏ដូចជាមានលក់ចង្រិតបំពងដុកឌឿហើយក៏មានលក់អាពីងលក់អីដែរចានិយាយទៅរទេះមួយនេះគឺគាត់លក់បានច្រើនមែនតែនចាហើយអានេះគឺរូបភាពរបស់យើងខាងក្រោមណាហើយនេះទូកញ្ចក់របស់យើងគឺយើងប្រើជាប្រភេទញោមឈើចាដោយសារតែម្ដងហ្នឹងផ្ទាវរបស់យើងគាត់កំងយកញោមពណ៌ឈើបែបហ្នឹងណា2ថ្នាក់3ប្រឡោះបែបហ្នឹងចាថ្នាក់របស់វាគឺរៀងប្រឆិតបែបហ្នឹងតោះឥឡូវយើងមកមើលខាងមុខទាំងអស់គ្នាទៅចាខាងមុខក៏យើងមានកាងមានអីដាក់ធុងតកកដូចយើងរកដងអញ្ចឹងណាមានទូកញ្ចក់មានអីដូចគ្នាចា2ថ្នាក់3ប្រឡោះដូចគ្នាកម្ពស់របស់វាធំកាច់ជើងដបូលរបស់យើងនឹងចាហើយអានេះផ្នែកខាងក្រោមគឺមានទ្វារបិទបើកដាក់អីវ៉ាន់ចាក់សោបានខាងក្នុងហ្នឹងណាហើយម៉ូតូរបស់គាត់គឺគាត់យកមកគឺជាប្រភេទម៉ូតូអ្វីថ្មីតែម្ដងចាអានេះខាងក្នុងហ្នឹងគឺគាត់អត់មានចោះអីទេគាត់ក្រាបពេញបែបហ្នឹងព្រោះដោយសារគាត់លក់ជាប្រភេទផ្លែឈើចាទូកញ្ចក់របស់យើងមានទ្វាររុញឆ្វេងស្ដាំបែបហ្នឹងចាហើយខាងលើគឺយើងមានទនើមានអីដាក់អីវ៉ាន់ដូចយើងរកដងអញ្ចឹងចាហើយដបូលរបស់យើងគឺជាប្រភេទដបូលដេដូចយើងរកដងដែរអញ្ចឹងទៅចាអានេះកន្លែងដែលខ្ញុំបង្ហាញមួយហ្នឹងគឺកន្លែងចាប់ម៉ូតូរបស់យើងចាគឺខ្ញុំចង់បញ្ជាក់ថាម៉ូតូគឺយើងចាប់ហើយយើងអាចដោះចេញបានណាអ្នកនរគ្នាមិនថាចាប់ហើយជាប់រហូតយើងយកទៅប្រើការអីផ្សេងអត់បានទេអញ្ចឹងគឺយើងអាចដោះចេញចូលបានធម្មតាទេចាអានេះខាងក្រោយក៏យើងមានទ្វារមួយសម្រាប់បិទបើកចាក់សោដាក់អីវ៉ាន់បាននៅខាងក្នុងនឹងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទអតេះកំងបែបហ្នឹងឬក៏លក្ខណៈប្រភេទអតេះកំងអីផ្សេងហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈเพจនេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងเพจនឹងបានចាហើយក៏អរគុណច្រើនសម្រាប់ការជឿជាក់និងគាំទ្រមកលើเพจមេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ